សម្រាប់ខ្ញុំឲ្យតែមុខម្ហូបណាឆ្ងាញ់ហើយអស់លុយតិចដឹងតែអត់រំលងហ្មងដូចមួយមុខនេះអញ្ចឹងគឺឆាសាច់ជ្រូក3ជាន់ជាមួយនឹងម្រះព្រៅឆ្ងាញ់ខ្លាំងហ្មងបងប្អូនងាយមែនតែនជាដំបូងនោះគឺខ្ញុំមានសាច់ជ្រូក3ជាន់ហើយគឺខ្ញុំយកទៅកាត់ដុំតិចតួចចឹងណាបន្ទាប់មកគឺខ្ញុំយកមកឆាឲ្យឆ្អិនម្សាសិនបងប្អូនចង់យកទៅស្រុះជាមួយនឹងទឹកក្តៅក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំឆាបែបនេះណាឆាតែប៉ុណ្្នឹងឆ្អិនល្មមហើយគឺដួសទុកម្ល៉េះសិនបន្ទាប់មកគឺខ្ញុំដាក់ខ្ទះដាក់ប្រេងឆាថ្មីបន្ទាប់មកគឺខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចលីងជាមួយនឹងខ្ទឹមសអញ្ច្រាមហ្នឹងដាក់ម្ទេសបន្តិចមកឆាចុះឆាឡើងតា2 3ត្រឡប់ទៅគឺខ្ញុំដាក់ជាមួយនឹងម្ទេសឆ្អើងច្រាមម៉ត់ហ្នឹងចូលដែរដាក់អញ្ចឹងទៅដើម្បីឲ្យសាច់ជ្រូកយើងហ្នឹងមានពណ៌ក្រហមស្អាតហើយហឹរតិចឆ្ងាញ់បន្ទាប់មកខ្ញុំដាក់ទឹកត្រីប្រេងខ្យងលីងជាមួយនឹងម្ទេសឆ្អើងនិងគល់ស្លឹកគ្រៃហ្នឹងណាលីងចុះលីងឡើងតា2 3ត្រឡប់គឺខ្ញុំដាក់សាច់ជ្រូកហ្នឹងចូលតែម្ដងដាក់សាច់ជ្រូកហើយឆាជាមួយនឹងគ្រឿងក្រៅនឹងតែប៉ុណ្្នឹងទៅរួចហើយបន្ទាប់មកយើងដាក់ជាមួយនឹងគ្រឿងផ្សំថែមទៀតគឺខ្ញុំដាក់ម្សៅស៊ុបស្ករហើយនិងប៊ីចេងដែរដោយសារតែមិញហ្នឹងគឺដាក់តែទឹកត្រីនិងប្រេងខ្យងទេបងប្អូនបន្ទាប់មកគឺយើងលីងគ្រឿងក្រៅនឹងជាមួយនឹងសាច់ជ្រូកនឹងឲ្យចូលជាតិគ្នាល្អ2 3ត្រឡប់ទៅតែប៉ុណ្ណឹងគឺរួចរាល់ហើយខ្ញុំបន្ថែមទឹកបន្តិចដែរណាដើម្បីរំងាស់វាទៅរួចហើយគឺខ្ញុំដាក់ជាមួយនឹងស្លឹកម្រះព្រៅនៅពេលដែលសាច់ជ្រូកយើងឆ្អិនណាចាំយើងដាក់ម្រះព្រៅចុងក្រោយបងប្អូនតែប៉ុណ្ណឹងគឺរួចរាល់ហើយតំណងមែនតែនគឺឆ្ងាញ់ណាបងប្អូនមួយមុខនេះហើយយើងដួសដាក់ចានយើងទ្រាប់ជាមួយនឹងម្រះព្រៅខ្លះមកហើយយើងចាក់សាច់ជ្រូករបស់យើងនឹងពីលើនឹងមកទៅមើលទៅតំណងខ្លាំងហ្មងនិយាយទៅញ៉ាំបាយក៏បានគ្រឿងក្លែមអីក៏អែមដែរជាពិសេសចុងសប្តាហ៍អញ្ចេះបងប្អូនជួបជុំគ្នាធ្វើអញ្ចឹងញ៉ាំទៅអស់លុយតិចទៀតដល់ជាងយើងទៅទិញនៅក្រៅញ៉ាំអញ្ចឹងណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត